បងមានអារម្មណ៍ថាត្រីអខ្លាំងដែលបងបានកើតមកជាកងទ័ពហើយមិនសោកស្ដាយទេនិយាយចំប្រពន្ធកូនយើងអាចមានបងប្អូនថែសារបានកុំតែទឹកដីរបស់យើងគឺត្រូវការកងទ័ពជាសំខាន់ម្ល៉េះហើយបងសុខចិត្តលះបង់ប្រពន្ធកូនឪពុកម្ដាយគឺដើម្បីការពារប្រទេសជាតិហើយប្រពន្ធកូនទុកឲ្យម៉ែឲ្យមើលសិនចុះបាទចាំស្រុកយើងចាប់វិវាទជាមួយកម្ពុជាថៃយើងអាចវិលទៅជួបពួកគាត់បានបាទបងសូមផ្ដាំទៅបងប្អូនកងទ័ពយើងដែលថែសារទឹកដីការពារព្រំដែនរវាងកម្ពុជាថៃនេះឲ្យមានអារម្មណ៍ក្លាហានមោះមុតហ៊ានស៊ូពលីជីវិតគឺដើម្បីការពារជាតិមាតុភូមិដើម្បីឲ្យបងប្អូនប្រជាជននៅខាងក្រៅបានក្តីសុខសប្បាយស៊ូលះបង់គ្រប់បែបយ៉ាងកុំខ្លាចស៊ូខ្លាំងតស៊ូដើម្បីប្រទេសជាតិយើងកុំខ្លាចដីកម្ពុជាខ្លាយស្មើដំពេចចោលខ្មាំងមានល្បិចមិញចង់បានគ្រប់គ្នាបងប្រត់ទីអយល់ធ្វើយោធាដើម្បីការពារដីជាមរតកជើងភ្នំដករែកមងលឺទៅយំ